សូមអបអរសាទរដល់អ្នកដែលបានមកចូលរួមពិធីនេះគោរពកិត្តិយសដល់បុគ្គលដែលឧទ្ទិសខ្លួនសម្រាប់សន្តិភាពលើទ្វីបកូរ៉េនិងអភិវឌ្ឍសហគមន៍នៅថ្ងៃទី5ខែឧសភាឆ្នាំ2016នៅថ្ងៃទី10កន្លងទៅនេះនៅសាលមន្ទីរ4ទាំង3 BAM Camp Care ក្នុងទីក្រុងសេអ៊ូលក្នុងពិធីប្រគល់រង្វាន់របស់ប្រធានតំបន់សេអ៊ូលនៃក្រុមប្រឹក្សា4 Van Habang Vingnaden 2002ប្រធាន Cafe Moses John Kim Hang បានទទួលកិត្តិយសទទួលរង្វាន់ប្រធានាធិបតីលោកឌីវអនុប្រធានក្រុមប្រឹក្សាសន្តិភាពនិងការរួបរวมប្រជាធិបតេយ្យតំបន់ Gangnam ត្រូវបានសរសើរខ្លាំងដោយសារតែបានធ្វើតួនាទីស្ពានភ្ជាប់សហប្រតិបត្តិការនៅក្នុងតំបន់នេះបានល្អដែលបានចូលរួមមកសាងមូលដ្ឋានសម្រាប់ការរួបរวมសង្គមនិងសន្តិភាពក្នុងពិធីប្រគល់រង្វាន់មានភ្ញៀវជាង300នាក់មកពីក្នុងនិងក្រៅប្រទេសលោកនាយកគីមយុងជុនពីសាកលវិទ្យាល័យខាងជើងហានបានផ្ដល់សុន្ទរកថាពិសេសអំពីបេសកកម្មជាក់ស្ដែងនៃសហគមន៍ក្នុងស្ថានភាពផ្លាស់ប្ដូរយ៉ាងឆាប់ក្នុងសុន្ទរកថាពេលទទួលពានប្រធានរដ្ឋាភិបាលថ្មីបាននិយាយថាពាននេះជាលទ្ធផលនៃការសហការលើពីការភ្ជាប់តខ្លួនដែលបានសាងសង់ជាមួយសហគមន៍មូលដ្ឋាននិងបង្ហាញពីចិត្តបំណងឧទ្ទិសជាមួយវិញ្ញាណសុភាពលោកប្រធានយ៉ងបន្ថែមថាលោកនឹងខិតខំអស់ពីសមត្ថភាពដើម្បីពង្រឹងសកម្មភាពភ្ជាប់យុវវ័យជាមួយតំបន់និងបង្កើតរចនាសម្ព័ន្ធសហប្រតិបត្តិការមានចីរភាពដែលប្រជាជននិងសហគ្រាសអាចរស់នៅរួមគ្នានិងអភិវឌ្ឍខ្លាំងក្លា